បាទជំរាបសួរលោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពីពលលោកជាទីគោរពរាប់អានពីថ្ងៃមុនលោកអ្នកនាងបានស្ដាប់រឿងអំពើឈ្លានពានរបស់យួនមកលើកម្ពុជារៀបរៀងដោយលោកសោមសេចកុមារមកដល់វគ្គនេះបាទខ្ញុំករណានឹងប្រាប់ទៅមូស្គូនិងប៉េកាំងឲ្យជ្រើសរើសរវាងការធ្វើកម្ពុជាឲ្យទៅជាកុម្មុយនីសនិងការទុកកម្ពុជាឲ្យនៅអព្យាក្រឹតគឺអ្វីដែលជាដំណោះស្រាយប្រសើរបំផុតសម្រាប់ពួកគេហើយតទៅនេះគឺជាវគ្គបន្តក្រោយរដ្ឋប្រហារនៅថ្ងៃទី18មីនា1970មូស្គូពុំដែលបានទទួលស្គាល់រដ្ឋាភិបាលក្រៅស្រុករបស់សៀនុនៅប៉េកាំងទេហើយស្ថានទូតរបស់សហភាពសូវៀតប្រចាំភ្នំពេញនៅបើកដដែលដែលបានត្រូវដឹកនាំដោយក្រុមភិរៈធារីដោយបានត្រូវសម្ភាសពីវិទ្យុ Swiss Roman នៅខែធ្នូ1970សៀនុបានថ្លែងថាជាដំបូងខ្ញុំករណាគិតថាសូវៀតនឹងគ្រប់គ្រងខ្ញុំប៉ុន្តែនៅពេលខ្ញុំធ្លាក់ចេញពីអំណាចសូវៀតបោះបង់ខ្ញុំចោលពេលក្រោយមកទៀតនៅថ្ងៃទី13មេសា1971ឯប៉េកាំងសៀនុបានបង្ហាញឲ្យឃើញភាពល្វីងជូរចត់របស់គាត់ស្ដីពីអាកប្បកិរិយានៃរដ្ឋាភិបាលសូវៀតរុស្ស៊ីគិតថាខ្ញុំជាអាយ៉ងរបស់ចិនសូម្បីបុត្ររបស់ខ្ញុំករណានិស្សិតនៅមូស្គូត្រូវវាយប្រតប់ជាមួយមិត្តភក្តិទាំងឡាយដែលបានចាត់ទុកខ្ញុំជាស្ដេចដែលប្រើអំណាចផ្ដាច់ការឥឡូវរដ្ឋាភិបាលសូវៀតនិងអាល្លឺម៉ង់ហង្កើតបានផ្ដល់អាហារូបករណ៍ទៅពួកនិស្សិតហ្វាស៊ីសដែលបានត្រូវបញ្ជូនដោយលន់នល់រុស្ស៊ីមិនចូលចិត្តពួកអង្គម្ចាស់ទេគេស្រឡាញ់អ្នកសាធារណរដ្ឋទោះបីជានៅក្នុងកណ្ដាប់ដៃរបស់ចក្រពត្តិនិយមដោយនៅភ្នំពេញក៏ដោយនៅឆ្នាំ1965ដោយការពារខ្លួនពីលក្ខណៈជាអាយ៉ងនៅក្នុងកណ្ដាប់ដៃរបស់ចិនបន្ទាប់ពីបានវាយប្រហារជាញឹកញាប់ទៅលើយួនវៀតទីនិយមពីគ្រាមុននេះបើយោងតាមសំនៀងរបស់គាត់សៀនុបានចូលរួមជាមួយទស្សនកថាចិនសង្គ្រាមរំដោះប្រជាជនយូរអង្វែងរបស់ប្រជាជនឥណ្ឌូចិនដោយភ្លេចគិតថាជាច្រើនគ្រាគាត់បានចាត់ទុកយួនតាមផ្លូវការថាជាអ្នកលេបទឹកដីខ្មែរសៀនុមិនបានរារែកទេដើម្បីប្រកាសថាបើព្រេងវាសនាតម្រូវឲ្យខ្ញុំករណាកើតមកជាជនជាតិវៀតណាមនោះខ្ញុំនឹងធ្វើជាយាយកុងតាំងពីនៅកូនខ្ចីប្រយោគដែលមានអត្ថន័យធ្ងន់ធ្ងរសម្រាប់អនាគតកាលនេះមិនត្រឹមតែបានត្រូវប្រកាសនិងថតទុកនាឱកាសសម្ភាសដែលសៀនុបានផ្ដល់ទៅក្រុមវិទ្យុទូរទស្សន៍អាមេរិក ABC ប៉ុណ្ណោះទេគឺសៀនុបានដាក់ឲ្យចុះផ្សាយឡើងវិញក្នុងលេខទី1នៃទស្សនាវដ្តីនយោបាយសង្គមរាស្ត្រនិយមដែលខ្លួនកាត់ជានាយកនៅខែសីហា1965សៀនុមិនបានរងចាំរហូតដល់សេចក្តីប្រកាសនេះដែលស្ទើរតែជាផ្លូវការដើម្បីបង្ហាញពីអ្វីដែលជាអត្ថន័យចំពោះអព្យាក្រឹតភាពខ្មែរសម្រាប់រូបគាត់នៅចំពោះមុខពួកកុម្មុយនីសយួននោះទេចាប់ពីឆ្នាំ1955គាត់បានបណ្ដោយឲ្យពួកជឿនលឿននិយមយួនភៀសខ្លួនមកកម្ពុជានៅឆ្នាំ1963មេដឹកនាំរណសិរ្សរំដោះយួនខាងត្បូងនិងមិនមែនថ្នាក់ក្រោមបានស្នាក់នៅក្រុងភ្នំពេញឬតាមស្ថានីយ៍សម្រាប់លំហែប្របនឹងមាត់សមុទ្រដែលមានរមណីយដ្ឋានជាងព្រៃម៉ាគីដូចជាករណីរបស់ត្រាន់ប៊ូគៀមសមាជិកសភានៃរណសិរ្សរំដោះយួនខាងត្បូងហើយនៅចំណុចនោះជាប្រធាននៃគណៈកម្មការខាងទំនាក់ទំនងក្រៅប្រទេសឬជារដ្ឋមន្ត្រីនៃក្រសួងការបរទេសរបស់រណសិរ្សយកុងកើតនៅឆ្នាំ1920ឯកងថៃត្រាន់ប៊ូគៀមជាប្រធាននៃសហភាពនិស្សិតរំដោះនិងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមរបស់គណៈបកប្រជាធិបតេយ្យក្នុងឋានៈនេះនៅឆ្នាំ1946គៀមជាប្រតិភូរបស់បកក្នុងគណៈកម្មាធិការមជ្ឈិមលៀនវៀតហើយព្រមជាមួយគ្នាជាអនុប្រធានផ្នែកសេដ្ឋកិច្ចនៃរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ហូជីមីញរហូតដល់កិច្ចព្រមព្រៀងក្រុងហ្សឺណែវត្រាន់ប៊ូគៀមបានដឹកនាំទ័ពព្រៃយៈមិញបានប្រមូលផ្ដុំនិស្សិតហើយបានធ្វើទំនាក់ទំនងជាច្រើនជាមួយដៃជើងហូជីមីញនៅឆ្នាំ1954គៀមបានសម្រេចចិត្តទៅហាណូយប៉ុន្តែបានត្រឡប់ដោយសម្ងាត់មកយួនខាងត្បូងវិញនៅឆ្នាំ1960ត្រាន់ប៊ូគៀមបានត្រូវចាត់ទុកថាជាជនក្រហមដោយមិត្តចាស់ៗបន្ទាប់ពីបានដឹកនាំគណៈប្រតិភូរណសិរ្សរំដោះយួនខាងត្បូងក្នុងកិច្ចការ
នាក្រុងប៉ារីនៅឆ្នាំ1969ត្រានប៊ូគៀមបានក្លាយជារដ្ឋមន្ត្រីនៅក្នុងការដឹកនាំនៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នរបស់យេកុងនៅខែកក្កដា1963ក្នុងភូមិគ្រឹះមួយនៅទីក្រុងកែបប្របតាមឆ្នេរសមុទ្រនៃឈូងសមុទ្រសៀមត្រានប៊ូគៀមបានទទួលអ្នកសារព័ត៌មានជាតិបារាំង Jacques Jaffa ដែលគៀមបានផ្ដល់ការសម្ភាសន៍មួយដែលសារព័ត៌មានលើម៉ុងបានយកមកចុះផ្សាយនៅថ្ងៃទី24សីហា1963ហើយនៅឱកាសនោះគៀមបានសម្ដែងដោយស្ម័គ្រចិត្តនៅសេចក្តីសង្ឃឹមសម្រាប់អនាគតនៃយួនខាងត្បូងគេបានឃើញត្រាន់ប៊ូគៀមផងដែរនៅក្រុងភ្នំពេញក្នុងឆ្នាំ1965ប៉ុន្តែម្ដងនេះតាមផ្លូវការក្នុងនាមជាបុគ្គលិកទី2នៃគណៈប្រតិភូរបស់រណសេរំដោះយេកុងនាឱកាសសន្និសីទនៃប្រជាជនឥណ្ឌូចិនដែលរៀបចំឡើងដោយស្ដេចសៀនុត្រាន់ប៊ូគៀមបានអមដំណើរមេដឹកនាំនៃគណៈប្រតិភូវិញតាន់ហ្វាត់ជាអនុប្រធាននិងជាអគ្គលេខាធិការនៃរណសេរំដោះយេកុងដែលនៅពេលនោះជាប្រធាននៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នយេកុងដោយសារត្រាន់ប៊ូគៀមបានទទួលអ្នកសារព័ត៌មាន 2-3 នាក់នៅក្នុងបន្ទប់ដែលគៀមស្នាក់នៅឯសន្តាគារមនោរម្យក្នុងក្រុងភ្នំពេញគៀមបានកត់សម្គាល់ថាវិញតាន់ហ្វាត់បានត្រូវការពារហ្មត់ចត់ដោយជើងខ្លាំង 2-3 នាក់នៃក្រសួងសន្តិសុខខ្មែរក្រុមអង្គរៈទាំងនេះបានត្រូវចាត់តាំងសម្រាប់សេចក្តីត្រូវការរបស់ពួកមេដឹកនាំនៃរណសេររំដោះជាតិយេកុងនិងគណៈប្រតិភូកុម្មុយនីសដទៃទៀតតាមបញ្ជាផ្ទាល់ពីសៀនុប្រមុខរដ្ឋខ្មែរពេលនោះបានទទួលមេដឹកនាំផ្សេងទៀតរបស់រណសេររំដោះជាតិយេកុងជាច្រើនលើកសាស្ត្រាចារ្យងឿងវ៉ាន់ហៀវជាអង្គទូតកោចរដែលជាអ្នកផ្ដល់ព័ត៌មានសម្ងាត់របស់ក្រុងប្រាហ្គបានបំពេញបេសកកម្មមួយក្នុងចំណោមបេសកកម្មទូតដំបូងទាំងឡាយរបស់អង្គការនេះក្នុងពេលងឿងវ៉ាន់ហៀវមកតាំងដំណើរអចិន្ត្រៃយ៍នៅភ្នំពេញកាលពីថ្ងៃទី19កក្កដា1966សៀនុបានបញ្យល់ជាបន្ទាន់ទោះជាផ្ទុយនឹងពិធីការនៅលក្ខន្តិកៈសម្រាប់ទូតអំណះតទៅរណសេររំដោះជាតិយេកុងមានអភ័យឯកសិទ្ធិសម្រាប់ស្ថានទូតភាពមិនអាចប៉ះពាល់បានក្នុងការឆ្លើយឆ្លងគ្នាជាវត្ថុកម្រក្នុងរបបសៀនុដែលខុទ្ទកាល័យងងឹតមួយមានដំណើរការជានិច្ចទំនាក់ទំនងវិទ្យុទូរលេខជាមួយរដ្ឋាភិបាលយេកុងនិងរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នយេកុងនៅពុំទាន់មានរដ្ឋធានីគេយល់អំពីការប្រើប្រាស់នៃរណសេររំដោះជាតិយេកុងចាត់ចែងតាមរយៈស្ថានីយ៍ផ្សាយនៅភ្នំពេញសៀនុមិនបានរុញរាទេក្នុងការចាត់ទុកងឿងវ៉ាន់ហៀវជាអង្គទូតខ្ពង់ខ្ពស់ដែលត្រេកត្រអាលដោយទំនុកទុកចិត្តនិងការលើកតម្លៃពីយើងសៀនុដោយអនុវត្តជាថ្មីម្ដងទៀតនៅអ្វីដែលហៅថាការសង្កត់បញ្ជាក់ដំណើរការដោយត្រួតពិនិត្យការវិវត្តបានបោះជំហានជាលើកដំបូងទៅរកយេកុងដែលបានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តរបស់គេក្នុងការទទួលស្គាល់និងគោរពព្រំដែនបច្ចុប្បន្នរបស់ខ្មែរតែនៅត្រឹមពេលជិត1ឆ្នាំបន្ទាប់មកតែប៉ុណ្ណោះក្នុងថ្ងៃទី6មិថុនា1967តាមរយៈលិខិតរបស់ងឿងហ៊ូថជាប្រធានសភារបស់គណៈកម្មាធិការមជ្ឈិមក្នុងរណសេររំដោះជាតិយេកុង2ឆ្នាំក្រោយមកសៀនុទទួលស្គាល់រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នយេកុងជាផ្លូវការដែលជាការប្រឆាំងទាំងស្រុងជាមួយនឹងរដ្ឋាភិបាលស្របច្បាប់នៅយួនខាងត្បូងហើយនៅថ្ងៃទី16មិថុនា1969ងឿងវ៉ាន់ហៀវបានប្រគល់សារតាំងដល់សៀនុក្នុងឋានៈខ្លួនជាឯកអគ្គរដ្ឋទូតយេកុងដោយបន្តតាមអ្វីដែលគាត់ហៅថានយោបាយអព្យាក្រឹតរបស់គាត់សៀនុបានទទួលសារតាំងពីងឿងថុងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យយួនខាងជើងនៅកម្ពុជាសៀនុពុំមែនមិនដឹងទេថាតាំងពីច្រើនឆ្នាំមកហើយកងកម្លាំងយួនខាងជើងនៃយេកុងបានមកតាំងនៅតាមផ្នែកទាំងឡាយដែលមិនសូវសម្បូរប្រជាជនក្នុងរាជាណាចក្រនៅខេត្តនានាខាងភូមិភាគឦសានខណៈដែលគាត់បានទទួលស្គាល់រដ្ឋាភិបាលឧទាមគឺរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នយេកុងសៀនុជំទាស់ព្រមពេលគ្នានឹងជាលើកទី1ដល់ការកាន់កាប់នៅលើផ្នែកមួយចំនួននៃខេត្តទាំងឡាយរបស់ខ្មែរដោយពួកកុម្មុយនីសយួន
ក្នុងសន្និសីទសារព័ត៌មានរបស់គាត់នៅថ្ងៃទី11មិថុនា1969សៀនុបានអះអាងថាក្នុងខេត្តរតនគិរីដែលជាប់នឹងយួនខាងត្បូងពួកយាយកងនឹងយួនខាងជើងបានមកតាំងនៅជាស្រេចតាមភូមិទាំងឡាយក្នុងតំបន់នានាដែលស្ថិតនៅឆ្ងាយពីផ្លូវគមនាគមន៍ប៉ុន្តែសម្បូរដោយជីជាតិហើយស្រោចស្រពដោយទន្លេស្ទឹងព្រែកជាច្រើនពួកកុម្មុយនីសយួនបានតែងតាំងអភិបាលមួយសម្រាប់ពួកគេដែលមានមនុស្សប្រហែល60នាក់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិចិននិងក្របបែកនៅក្រោមបញ្ជារបស់ពួកគេដែលឆ្លងកាត់មួយខែម្ដងតាមភូមិដើម្បីឃោសនានៅទីនោះក្នុងឱកាសសន្និសីទសារព័ត៌មាននេះសៀនុបានចាប់ផ្ដើមបើកកកាយអំពីរបបភេរវកម្មដែលសាបព្រោះដោយពួកកុម្មុយនីសយួននិងពួកភ្នាក់ងាររបស់គេដែលរស់នៅតាមភ្នំក្នុងតំបន់ទាំងនេះអ្នកភូមិទាំងឡាយដែលស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលខ្មែរបានត្រូវសម្លាប់ចោលតាមប្រព័ន្ធច្បាស់លាស់ដើម្បីសម្លាប់ជនទាំងនេះមុនដំបូងគេចងដៃជើងរួចមកក៏ចងរឹតកដោយខ្សែឬគៀបកដោយដំបងឫស្សីកងទ័ពនៃរាជរដ្ឋាភិបាលដែលគ្មានគ្រឿងអាវុធគ្រប់គ្រាន់មិនអាចកម្ចាត់បានទេនៅអំពើឈ្លានពាននេះដែលស្ថិតនៅក្រោមកិច្ចការពារសម្ងាត់ពីប្រមុខរដ្ឋខ្មែរមិនតែប៉ុណ្ណោះចាប់ពីឆ្នាំ1966តាមបញ្ជាពីសីហនុរាជរដ្ឋាភិបាលបានអនុញ្ញាតលក់ទៅឲ្យយាយកុងនៅអង្គរ 80,000 តោនគិតជាប្រាក់ដុល្លារលើសពីអង្គរមានការរត់ពន្ធគោក្របីជ្រូកក្រណាត់កង់រថយន្តសញ្ញាអង្គរជាមួយយាយកុងការលក់ដូរទាំងនេះបានត្រូវគិតជាប្រាក់រៀលខ្មែរឬជាដុល្លារហុងកុងសន្សឹមតែការរត់ពន្ធនេះកាន់តែរីកដាលបន្តិចម្ដងមួយផ្នែកនៃទឹកប្រាក់ដ៏ធំធេងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ឈ្មួញចិននិងយាយកុងដែលคล้ายទៅជាមធ្យោបាយមួយសម្រាប់ពួកនេះក្នុងការធ្វើសម្ពាធលើរាជរដ្ឋាភិបាលសៀនុគ្មានអនុភាពដើម្បីរើបំរាស់ព្រោះគាត់ពុំមែនមិនដឹងទេថាក្រសួងតម្រួតទាំងមូលស្ថិតនៅក្រោមការកាន់កាប់របស់អ៊ុំម៉ានូរិនដែលត្រូវជាបងប្រុសរបស់ជាយានៃប្រមុខរដ្ឋខ្មែរម្យ៉ាងទៀតផ្សារលក់ទំនិញទាំងនេះមានដំណើរការតាមសម្ដីផ្ទាល់មាត់ដូចគ្នានឹងការអនុវត្តបែបនេះនៅតំបន់អាស៊ីជាមួយអាហារ៉ាន់នីហារ៉ាន់ជាក្រុមហ៊ុនសេដ្ឋកិច្ចចម្រុះមានបន្ទុកលើរាល់ប្រតិបត្តិការនាំចេញនាំចូលដែលបានត្រូវបង្កើតឡើងនៅឆ្នាំ1963ក្នុងឱកាសធ្វើជាតូបនីយកម្មសេដ្ឋកិច្ចបន្ទាប់ពីការតាត់ចោលនៅជំនួយអាមេរិកនៅឆ្នាំ1966ក្រុមហ៊ុនទាំងឡាយបានត្រូវបញ្ចូលទៅក្នុងរដ្ឋបនីយកម្មគឺចាប់ពីកាលបរិច្ឆេទនេះដែលការរត់ពន្ធទៅឲ្យយាយកុងបានឡើងដល់កម្រិតទូលំទូលាយបំផុតដោយមិនរួមបញ្ចូលត្រឹមតែការផ្ដល់នូវផលិតផលជាស្បៀងអាហារនិងសម្លៀកបំពាក់ប៉ុណ្ណោះទេប៉ុន្តែកាន់តែធ្ងន់ខ្លាំងគឺការបញ្ជូនជាគ្រឿងអាវុធនិងសម្ភារៈចម្បាំងចាប់ពីខែធ្នូ1966ទៅដល់ខែមេសា1969គ្រឿងអាវុធនិងយុទ្ធោបករណ៍ទម្ងន់21តោនដែលត្រូវសម្ដៅទៅពួកកុម្មុយនីសយួនបានមកដល់កំពង់ផែនៅកំពង់សោមហើយបានត្រូវបញ្ជូនទៅតំបន់ទល់ដែនខ្មែរយួនជាទីដែលកងកម្លាំងយាយកុងនិងយួនខាងជើងតាំងនៅតាមធម្មតាការដឹកជញ្ជូនគ្រឿងអាវុធពីកំពង់ផែហៃហ្វុងដែលកាត់តាមប្រទេសខ្មែរនិងឡាវមកកាន់ទីតាំងទាំងឡាយរបស់យាយកុងនិងយួនខាងត្បូងត្រូវមានចម្ងាយ 2,800 គីឡូម៉ែត្រក្នុងដំណើរដ៏លំបាកតាមផ្លូវលំហូជីមីញដែលប្រព្រឹត្តទៅបានតែនៅក្រៅរដូវភ្លៀងរថយន្តបន្ទុក 13,800 គ្រឿងដែលដឹកគ្រឿងអាវុធនិងសម្ភារៈសឹកបានមកពីសូវៀតចិននិងប្រទេសកុម្មុយនីសផ្សេងទៀតសម្រាប់ផ្ដល់ទៅឲ្យយាយកុងនៅយួនខាងត្បូងបានត្រូវកំទេចដោយកងអាកាសចរអាមេរិកប៉ុន្តែចម្ងាយផ្លូវពីកំពង់ផែកំពង់សោមទៅព្រំដែនខ្មែរយួនមានតែជាង500គីឡូម៉ែត្រប៉ុណ្ណោះហើយប្រកបដោយសន្តិសុខគ្រប់គ្រាន់ការលក់គ្រឿងអាវុធក៏បានទទួលការចូលរួមដូចគ្នាជាមួយនឹងការរត់ពន្ធអង្គរនិងផលិតផលផ្សេងៗពីសំណាក់សមាជិករបស់ក្រុមគ្រួសារផ្ទាល់នៃជាយារបស់ប្រមុខរដ្ឋខ្មែរគឺម៉ូនិកខ្លួនខ្ញុំផ្ទាល់នៅចងចាំពាក្យពេចន៍ក្នុងសង្កថារបស់សៀនុនៅឆ្នាំ1968ថាបើចក្រពត្តិនិយមអាមេរិកហ៊ានធ្វើសង្គ្រាមខ្មែរហ៊ានចំណេញប៉ុន្តែអានិច្ចានៅដំណាច់ឆ្នាំ1968ក្នុងហឹបប្រាក់ជាតិមានសល់តែ140លានរៀលប៉ុណ្ណោះក្នុងចំណោមទឹកប្រាក់ដែលត្រូវមានដល់ទៅ 7,000 លានរៀលសម្រាប់ចំណាយក្នុងប្រទេសគឺនៅសល់ត្រឹមតែ 2% ប៉ុណ្ណោះធ្ងន់ធ្ងរជាងនេះទៅទៀត
រាជរដ្ឋាភិបាលបានប្រកាសប្តូរក្រដាសប្រាក់500រៀលថ្មីពីព្រោះក្រដាសប្រាក់500រៀលចាស់ឬក្រដាសធាងត្រាវបានត្រូវយាយកុងបោះពុំដោយខ្លែងបន្លំដើម្បីយកមកទិញផលិតផលធនធានរបស់ខ្មែរសម្រាប់ធ្វើសង្គ្រាមនៅយួនខាងត្បូងជាលើកទី2ហើយដែលយួនប្រើស្នៀតនេះក្នុងភាពយន្តឯកសារឥណ្ឌូចិនបារាំងវូកុកทึกដែលនៅឆ្នាំ1946ជាសមាជិកនៃគណៈកម្មាធិការតស៊ូយេមីងហើយនៅឆ្នាំ1955ជារដ្ឋមន្ត្រីនៃរដ្ឋាភិបាលបៅដាយបាននិយាយអួតអាងទាំងញញឹមថាខ្ញុំដឹងថាហូជីមីញបានប្រុងប្រៀបសង្គ្រាមតស៊ូជាមួយបារាំងខ្ញុំមានមិត្តភ័ក្តិនៅក្នុងផ្នែករដ្ឋបាលហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុរបស់ហូជីមីញគេបានចាប់ផ្ដើមបោះពុម្ពក្រដាសប្រាក់ដែលមានរូបហូជីមីញរួចហើយគេជំរុញឲ្យប្រជាជនយួនទាំងអស់ទូទាំងប្រទេសចាយវាយបញ្ចូលគ្នាជាមួយក្រដាសប្រាក់ Pias របស់ធនាគារឥណ្ឌូចិនបារាំងដែលសម្រាប់ចាយវាយក្នុងប្រទេសខ្មែរឡាវនិងយួនលោកដឹងទេថាក្រដាសប្រាក់ហូជីមីញគ្មានតម្លៃនៅលើផ្សារប្តូរប្រាក់អន្តរជាតិមែនប៉ុន្តែក្រដាសប្រាក់ Pias នៃឥណ្ឌូចិនបារាំងបានត្រូវធានាអះអាងដោយអាជ្ញាធរនៃអាណានិគមបារាំងដូច្នេះគេមានថវិកាសម្រាប់ធ្វើសង្គ្រាមទិញគ្រឿងអាវុធនិងចេញប្រាក់បៀវត្សឲ្យអ្នករដ្ឋការនៅហាណូយអ្វីៗទាំងនេះបានកន្លងផុតទៅហើយត្រូវបញ្ចប់ត្រឹមពាក្យសារភាពរបស់សៀហនុដែលបានត្រូវយកមកផ្សព្វផ្សាយតាមវិទ្យុសំឡេងអាស៊ីនៅក្រុងប៉ារីសក្នុងឆ្នាំ19